ចាបងប្អូនជួបគ្នាម្ដងទៀតហើយបងប្អូនណាមកជាមួយនឹងបងកងខ្ទិះបងប្អូនណាថ្ងៃហ្នឹងទិញកូនបកងទូចពីអ្នកលក់នៅផ្សារមកចាអត់ដឹងធ្វើម្ហូបអីក៏ធ្វើបកងខ្ទិះចាយើងមានម្ទេសឆ្អើរគ្រឿងផ្សំអញ្ចឹងបងប្អូនមានម្ទេសឆ្អើរមានគ្រឿងបុកមានខ្ទិះដូងចាដាក់ខ្ទិះដើមចូលទៅឆាម្លីងជាមួយនឹងម្ទេសឆ្អើរជាមួយនឹងគ្រឿងឲ្យឡើងឈ្ងុយទៅបន្ទាប់មកក៏ដាក់បកងកូនបកងទូចនឹងចូលចាដាក់ចូលហើយខ្ញុំក៏បន្ថែមជាមួយនឹងគ្រឿងទេសមានស្ករប៊ីចេងម្សៅស៊ុបទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងអញ្ចឹងណាបងប្អូនចាយើងដាក់លេងមើលតាមចំនួនដែលយើងធ្វើទៅហើយយើងឆាត្រឡប់ឲ្យវាចូលជាតិបន្ទាប់មកដាក់ជាមួយនឹងបន្លែចាខ្ញុំប្រើជាមួយនឹងខ្ទឹមបារាំងហើយបន្ថែមជាមួយខ្ទិះចុងដែលនៅសល់បន្ថែមខ្ទិះចុងដែលយើងនៅសល់ហ្នឹងយើងដាក់ឲ្យម្លិចបកងហ្នឹងទៅយើងគ្របទុកមកសន្ទុះចាដើម្បីឲ្យវាចូលជាតិនឹងឆ្អិនល្អចាបន្ទាប់វាចូលជាតិឆ្អិនល្អហើយយើងបិទភ្លើងភ្លក់មើលជាការស្រេចចាសម្រាប់មុខម្ហូបនេះដែរយើងចង់ញ៉ាំជាមួយបាយក៏បានញ៉ាំមួយនំប៉័ងក៏បានដែរបងប្អូន